បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមអធិស្ឋានអាខានមានបញ្ហាបច្ចេកទេសបន្តិចទាញ file ខុសបាទមកឲ្យសរសេរខុសមកពីរំភើបពេកបាទរំភើបពេកដែលបានជួបប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងកម្មវិធីស្វាគមន៍ការអញ្ជើញចូលរួមនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកណានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនេះខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺជាការចុះហត្ថលេខាឲ្យជាផ្លូវការក្នុងការបើកជើងមេឃរវាងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាបាទគឺមានការចុះហត្ថលេខាតាំងពីថ្ងៃទី30ខែមិថុនាមកនៅសហរដ្ឋអាមេរិកគឺទៅជាថ្ងៃ1ណាមកនៅកម្ពុជានេះខ្ញុំមិនបានផ្សាយដោយសាររវល់ឥឡូវនេះគឺព័ត៌មាននេះសូមចែករំលែកជូនប្រិយមិត្តហើយនៅកម្ពុជាឃើញមានការផ្សាយដែរប៉ុន្តែពីខាងសហរដ្ឋអាមេរិកខ្ញុំសូមជូនប្រិយមិត្តឲ្យបានដឹងបាទហើយព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាការផ្សាយរបស់សារព័ត៌មានខៅសូតនៅថ្ងៃនេះគឺខ្លីគឺខៅសូតក៏ឲ្យដឹងថាខាងថៃហ្នឹងគាត់អញ្ជើញប្រតិភូ AOT នៅប្រចាំនៅប្រទេសថៃហ្នឹងឲ្យទៅមើលគម្រោងសាងសង់របងមួយដែលនៅខាងខេត្តចន្ទបុរីរបស់គាត់ណាបាទគេដែលជារបងស៊ីម៉ង់ហើយជាទីតាំងដែលគាត់ថាបានឯកភាពគ្នាក្នុងពេលកន្លងមកហើយរវាងកម្ពុជាជាមួយនឹងថៃណាបើតាមរយៈក្របខ័ណ្ឌ JBC គឺគណៈកម្មការព្រំដែនចម្រុះបាទអញ្ចឹងគឺគាត់នាំក្រុម AOT ឲ្យទៅមើលហើយបាទដោយកម្ពុជាយើងធ្លាប់នាំទៅមើលគឺប៉ុន្តែទីតាំងដែលគាត់ចូលឈានពានយើងបាទគាត់ចូលមករំលោភយកដីរបស់កម្ពុជាហើយព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បាទ Washington Post បានរាយការណ៍ឲ្យដឹងថាតាមការប្រកាសរបស់លោកប្រធានាធិបតី Donald Trump ខ្លួនឯងទេថាលោកមានចំណូលជាង$2000 លានកាលពីឆ្នាំ2025កន្លងទៅនេះបាទលោកគឺជាប្រធានាធិបតីមួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកហើយដែលរកប្រាក់បានច្រើនជាងគេនៅក្នុងពេលកាន់តំណែងបាទសូម្បីតែអាណត្តិដំបូងរបស់លោកក៏រកមិនបានច្រើនដូចនេះដែរហើយភាគច្រើនគឺលោករកបានពីលុយ crypto បាទលុយ crypto នោះបាទនេះគឺជាព័ត៌មានសំខាន់ណាដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាពីព្រោះទោះបីជាមកដល់កម្ពុជាហើយក៏ដោយក៏នៅឆ្លៀតចែករំលែកគ្រាន់តែមិនមានឱកាសកាត់คลิปខ្លីៗជូនប្រិយមិត្តទេពីព្រោះចាប់ពីនេះទៅមានជំនួបជាមួយនឹងមិត្តភ័ក្តិមួយចំនួនទៀតបាទដែលបែកគ្នាយូរហើយមានទាំងអ្នកនៅខាងអង្គការសង្គមស៊ីវិលមានអ្នកទាំងនៅខាងរដ្ឋាភិបាលដែលគាត់បានធ្វើធំដុំដែរក៏ជួបគ្នាពិភាក្សាគ្នារំលឹកអនុស្សាវរីយ៍ចាស់ហើយនឹងមានខាងអ្នកដែលកំពុងធ្វើនយោបាយនៅក្នុងគណៈបកមិនកាន់អំណាចផងដែរបាទក៏បានសំណេះសំណាលមួយគាត់រួចហើយនឹងជួបគ្នាដល់ផ្ទាល់នៅពេលខាងប្រហែលថ្ងៃមុខនេះខាងមុខនេះទៀតបាទអញ្ចឹងគឺរវល់បន្តិចជួបមិត្តភ័ក្តិផ្ទាល់អ្នកដែលស្គាល់គ្នាផ្ទាល់បាទជាតិបានជួបមកដល់កម្ពុជាចាមិនងាយបានជួបគ្នាណាគាត់មិនងាយបានទៅសហរដ្ឋអាមេរិកយើងមកដល់កម្ពុជាជួបគាត់បន្តិចទៅអញ្ចឹងជំនួបរបស់ខ្ញុំក្រៅផ្លូវការជាក្នុងការងារផ្ទាល់ខ្លួនមានជួបជាមួយនឹងមិត្តភ័ក្តិដែលនៅខាងរដ្ឋាភិបាលក៏មានបាទមានទាំងមិត្តភ័ក្តិដែលនៅអង្គការសង្គមស៊ីវិលក៏មានបាទមិត្តភ័ក្តិរៀនជាមួយគ្នាក៏មានហើយនឹងមិត្តភ័ក្តិដែលនៅខាងគណៈបកមិនកាន់អំណាចនឹងក៏មានដែរបាទធ្វើម៉េចជាមិត្តភ័ក្តិតែយើងទៅជួបគ្នារំលឹកអនុស្សាវរីយ៍គាត់ទៅណារឿងរបស់គាត់និន្នាការរបស់គាត់បាទអញ្ចឹងព័ត៌មានទី1ពឹស្ដានេះគឺខ្ញុំសូមដកស្រង់ពីខាងកម្ពុជាបានផ្សាយដល់គឺឥឡូវនេះជាផ្លូវការឲ្យប្រិមិត្តជាផ្លូវការឲ្យខាងកម្ពុជាហើយនិងសហរដ្ឋអាមេរិកនឹងគឺបានចុះហត្ថលេខាបាទគឺបើតាមម៉ោងគឺម៉ោងនៅកម្ពុជានោះគឺថ្ងៃទី1ខែកក្កដាណាបើតាមម៉ោងនៅអាមេរិកគឺថ្ងៃ30ខែមិថុនាព្រោះនៅអាមេរិកឥឡូវនេះគឺបាទនៅថ្ងៃទី1នៅឡើយទេអញ្ចឹងណាបាទអញ្ចឹងគឺអ្នកចុះហត្ថលេខានោះគឺតំណាងភាគីកម្ពុជានោះគឺតាមរយៈរូបភាពនោះប្រិមិត្តឃើញគឺលោកម៉ៅហាវ៉ាណាល់បាទលោកជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិលហើយជាមួយខាងភាគីសហរដ្ឋអាមេរិកនេះគឺបាទលោកអនុរដ្ឋមន្ត្រីការបរទេសតែម្ដងបាទគឺលោក Christopher Landos បាទគឺបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងក្នុងការ
បើកជើងមេឃហើយចំហជើងមេឃរវាងសហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាមិនធម្មតាទេការចរចា2ទៅ10ឆ្នាំបាទតម្រាំតែបានសម្រេចនៅក្នុងអាណត្តិរបស់លោកតាមនេះអញ្ចឹងដូច្នេះបានន័យថាមានទៀមទាគ្នាទៅវិញទៅមកកម្ពុជាគាត់ការពារជើងមេឃរបស់គាត់សហរដ្ឋអាមេរិកបាទតម្រូវលក្ខខណ្ឌមួយចំនួនដើម្បីអាចគ្រប់ស្តង់ដាររបស់គាត់អាចមកបានដូច្នេះអញ្ចឹងគឺមានការកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងហើយបើយោងតាមខាងអាជ្ញាធរខាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលហ្នឹងគាត់បានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះគឺកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសហើយណារវាងភាគីទាំងពីរបាទដែលទំនាក់ទំនងផ្លូវអាកាសហ្នឹងគឺធ្វើយ៉ាងណាឈានឲ្យទៅដល់បាទស្តង់ដារទំនើបបាទស្តង់ដារទំនើបអញ្ចឹងហើយក្រោយខ្ញុំមកកម្ពុជាហ្នឹងគឺ direct ចេញពីអាមេរិកហ្នឹងមកកម្ពុជាតែម្ដងមិនបាច់ចុះចតនៅកូរ៉េទេបាទឬក៏ចុះចតនៅប្រទេសណាផ្សេងសិង្ហបុរីអីទេតម្រាំមកដល់កម្ពុជាបាទអញ្ចឹងគឺប្រកាសជាមានការមកផ្ទាល់នឹងច្រើនណាបាទអញ្ចឹងនេះជាការវិវត្តមួយណាការវិវត្តមួយពីព្រោះអីកាលពីដើមខែមិថុនាហ្នឹងលោកសុនចន្ទថុលដែលជាទេសរដ្ឋមន្ត្រីទទួលបន្ទុកទីខាងក្រុមប្រឹក្សាវត្តកម្ពុជាហ្នឹងក៏បានបញ្ជាក់ដែរលោកសង្ឃឹមថានឹងមានការតបភ្ជាប់នៅការហោះហើរត្រង់ពីសហរដ្ឋអាមេរិកមកកម្ពុជាហ្នឹងគឺបង្កើនបន្ថែមទៀតមិនបង្កើនបន្ថែមនឹងមានការហោះហើរហើយពង្រឹងពាណិជ្ជកម្មបន្ថែមទៀតបាទអញ្ចឹងគឺខ្ញុំសូមដកសងតួលេខដែលសារព័ត៌មានបានផ្សាយផងដែរណាបាទអញ្ចឹងបើតាមការដឹងហ្នឹងគឺការធ្វើពាណិជ្ជកម្មបាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជាគឺបានកើនឡើងប្រិមិត្តកើនឡើងច្រើនណាស់គឺ6ខែដំបូងបាននៃឆ្នាំ2026ហ្នឹងបាទឥឡូវយើងចូលដល់ខែ7ចាំ6ខែដំបូងហ្នឹងគឺតាមសរុបមកទៅគឺកម្ពុជានាំទៅសហរដ្ឋអាមេរិកចំនួន 5.73 billion $ណាបាទចា៎ហើយដល់ហើយសហរដ្ឋអាមេរិកនាំចូលកម្ពុជាវិញតែ$231 លានទេអញ្ចឹងវានៅមានអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មហ្នឹងអញ្ចឹងបើសិនជាបាទសហរដ្ឋអាមេរិកមានឱកាសនាំទំនិញរបស់សហរដ្ឋអាមេរិកមកកម្ពុជាបានច្រើនបាទក៏ល្អដែរពីព្រោះអីបាទរយៈពេលប្រហែលថ្ងៃនេះខ្ញុំមើលដើរតាម mall តាមអីនានានេះគេអញ្ចឹង mall បាទ Aeon អីហ្នឹងបាទឃើញមានម៉ាកយីហោធំរបស់អាមេរិកដែលបង្ហាញនៅលទ្ធភាពដែលពលរដ្ឋកម្ពុជាគាត់អាចនឹងទិញទំនិញរបស់សហរដ្ឋអាមេរិកនឹងប្រើប្រាស់នឹងបានហើយនឹងការនិយមម៉ាករបស់សហរដ្ឋអាមេរិកនឹងធំផងដែរអញ្ចឹងដូច្នេះគឺបើសិនជាមានពាណិជ្ជកម្មបង្កើនឡើងការនាំចូលពីសហរដ្ឋអាមេរិកគឺជាការល្អប្រសើរហើយពេលមិននៅចាំទេគឺសហរដ្ឋអាមេរិកបានព្រមព្រៀងផ្ដល់វិនិយោគទឹកប្រាក់ចំនួន$100 លានសម្រាប់ការវិវត្តអាកាសយានដ្ឋានរបស់កម្ពុជាបាទអញ្ចឹងគឺវាជាផ្នែកមួយនៃទឹកប្រាក់វិនិយោគដែលសហរដ្ឋអាមេរិកដាក់មកតំបន់គេហៅថា Indo-Pacific ហ្នឹងគឺចំនួន$2,500 លាន$2.5 billion អញ្ចឹងមកឥឡូវកម្ពុជាស្រូបបាន$100 លានហើយបាទស្រូបបាន$100 លានហើយឃើញឥឡូវហ្នឹងឃើញខាងកម្ពុជាហ្នឹងក៏ខាងសហរដ្ឋអាមេរិកហ្នឹងកំពុងសិក្សាទៅលើប្រៃជីកខ្ញុំសូមប្រៃជីកFunan Tejoបាទហ្នឹងគឺកំពុងតែធ្វើការសិក្សាទៀតបើសិនជាអាចគាត់វិនិយោគគាត់ថាសហរដ្ឋអាមេរិកថានឹងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅតាមបណ្ដោយប្រៃជីកហ្នឹងអញ្ចឹងបើសិនជាយើងអាចនឹងមានការឯកភាពកម្ពុជាអាចមានឯកភាពជាមួយសហរដ្ឋអាមេរិកគឺអាចស្រូបទាញមួយទៀតបានមួយចំនួនទៀតតែស្រូបទាញបានប្រមាណបានហើយសង្ឃឹមថាលើសពី$100 លានហ្នឹងពីព្រោះការសាងសង់កំពង់ផែមានទឹកប្រាក់ច្រើនអញ្ចឹងបានន័យថាជាសរុបអ្វីដែលខ្ញុំចង់ជម្រាបគឺសហរដ្ឋអាមេរិកគាត់មានលុយចំណាយ$2.5 billion $2,500 លានហើយគាត់បាទកំពុងតែរកឱកាសចំណាយអញ្ចឹងកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីស្រូបយកថវិកានឹងដែរការវិនិយោគនឹងដែរកុំឲ្យប្រទេសផ្សេងណាគេស្រូបយកបានច្រើនជាងបាទច្រើនជាងក៏ជាតួលេខក៏ប៉ុន្តែឲ្យមានអតុល្យភាពនៃប្រទេសទំហំពាណិជ្ជកម្មឲ្យបានធំលើសគេឬក៏ស្មើគេនឹងក៏ជារឿងល្អដែរបើតួលេខជាដុល្លារតិចជាងប៉ុន្តែសមមាត្រទំហំប្រទេសទំហំពាណិជ្ជកម្មបានច្រើនជាងរឹតតែល្អបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដែលខ្ញុំដកស្រង់មកពី
ខាងពីទីកម្ពុជាពីខាងរដ្ឋលេខាធិការខាងអាកាសចរហើយក៏ដូចជាសាទូតរបស់កម្ពុជានៅសហរដ្ឋអាមេរិកហ្នឹងក៏បានផ្សព្វផ្សាយហើយឃើញសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាច្រើនបានផ្សព្វផ្សាយហើយនឹងខ្ញុំបានយកតួលេខផ្សេងមកបញ្ចូលឲ្យប្រិមិត្តបានដឹងផងដែរអញ្ចឹងនេះជាការវិវត្តមួយជំហានបន្ថែមទៀតហើយរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបាទហើយព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍ខ្លីរបស់សារព័ត៌មាន Household ជាភាសាអង់គ្លេសបាទអញ្ចឹងខ្ញុំសូមអធិស្ឋានពីប្រិមិត្តផងដែរណាមិនមែនក្រុមតថៃទេគឺផ្ដល់ជូនអ្វីដែលប្រិមិត្តបានមិនបានចេះភាសាអង់គ្លេសឬក៏មិនមានឱកាសទៅមើលហ្នឹងគឺបាទខាងថៃបាទខាងកាសែតថៃហ្នឹងគាត់ថាខាងយោធាថៃហ្នឹងបាននាំនៅក្រុមរូបគឺក្រុម AOT នៅខាងភាគីថៃហ្នឹងបាទឲ្យទៅមើលគម្រោងនៃការសាងសង់បាទ project ហ្នឹងគឺសាងសង់របងតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃនេះក៏ប៉ុន្តែបញ្ជាក់ម្ដងទៀតគឺតាមថៃគាត់ថានេះគឺជារបងដែលមានការឯកភាពគ្នាហើយណារវាងកម្ពុជានិងថៃក្នុងពេលកន្លងមកយូរហើយហ្នឹងគឺបាទតាមរយៈក្រុមការងារ JBC អញ្ចឹងឥឡូវហ្នឹងថៃគាត់នាំទៅមើលកន្លែងហ្នឹងគឺនៅខាងពីខាងគាត់ហៅថាច័ន្ទបុរីណាបាទអញ្ចឹងគឺដើម្បីមើលឲ្យគាត់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានគាត់ថាគឺគម្រោងនេះគឺធ្វើឡើងហ្នឹងគឺដើម្បីពង្រឹងសន្តិសុខតាមបណ្ដោយព្រំដែនហើយនឹងធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រងតាមព្រំដែននឹងបានល្អប្រសើរក៏ប៉ុន្តែធ្វើយ៉ាងណាក៏ដោយគាត់ថាគឺគោរពតាមស្តង់ដារបាទតាមច្បាប់សំទោសតាមច្បាប់អន្តរជាតិទេបាទច្បាប់អន្តរជាតិនេះគឺបានន័យថាគឺកន្លែងណាដែលជាការឯកភាពគ្នារវាងភាគីទាំងសងខាងបាទគាត់សាងសង់បាទនេះគឺជាអ្វីដែលខាងភាគីថៃបានថ្លែងឲ្យសារព័ត៌មានថៃបានរាយការណ៍ណាអញ្ចឹងខ្ញុំក៏មិនបានឃើញប្រតិកម្មអ្វីពីខាងកម្ពុជានឹងនិយាយយ៉ាងម៉េចដែរប៉ុន្តែក្នុងបើកវងចោណាសម្រាប់វងចោតិចក៏ប៉ុន្តែក្នុងពេលកន្លងមកគឺកម្ពុជាបានបញ្ជាក់ហើយណាបាទគឺច្បាប់អន្តរជាតិគ្រប់តាមច្បាប់អន្តរជាតិនេះគឺជាអ្វីដែលកម្ពុជាចង់បានអញ្ចឹងទាំងបញ្ជាក់ថាការជួបប្រជុំរបស់ក្រុម JBC ក្រុមព្រំដែនរួមនោះគឺជារឿងមួយដែលជាយន្តការដោះស្រាយរវាងប្រទេសទាំងពីរណាបាទអញ្ចឹងនេះគឺជាអ្វីដែលសារព័ត៌មាន Council បានរាយការណ៍ខ្លីបាទក៏ដាក់រូបភាពច្រើនអញ្ចឹងបាទខ្ញុំដកសំមកធ្វើជា slide show ឲ្យប្រិមិត្តមើលអញ្ចឹងទៅបាទប៉ុន្តែខាងកម្ពុជាខ្ញុំមិនទាន់ឃើញមានប្រតិកម្មនៅឡើយទេណាអញ្ចឹងបើសិនជាយ៉ាងម៉េចយ៉ាងម៉ាខ្ញុំមិនមានប្រតិកម្មយ៉ាងណាខ្ញុំនឹងជម្រាបជូនប៉ុន្តែតាមធម្មតាបើកាលណាគម្រោងដែលទីតាំងណាដែលមានការឯកភាពគ្នាកម្ពុជាមិនប្រតិកម្មអ្វីទេវាលែងតែបើចូលមកក្នុងទឹកដីកម្ពុជាហើយសង្កេតមួយម៉ាត់ទៀតចាគាត់ចេះដែរមើលតែកន្លែងគាត់ស្អាប់កន្លែងដែលចូលរំលោភកម្ពុជាហ្នឹងគួរនាំហើយinternet connection វា slow បាទព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយនេះគឺ Washington អ៊ីនធឺណិតរៀង slow បន្តិចអូបាទហើយក៏ដាក់រូបនេះមកអូខេបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ខ្ញុំដកសងមកគឺជាការប្រកាសរបស់លោកប្រធានាធិបតី Donald Trump ខ្លួនឯងទេណាសារព័ត៌មាននេះទើបតែចេញប្រហែលម៉ោងមុននេះទេខ្ញុំដកសងពី Washington Post នេះបាទពីព្រោះសារព័ត៌មាន Washington Post គាត់កណ្ដាលល្អដែរទោះបីជាពេលខ្លះគាត់រិះគន់លោកប្រធានាធិបតីតិចតួចបាទយកមកប៉ុន្តែគាត់មានសារព័ត៌មានច្រើនសរសេរប៉ុន្តែលោកខាង Washington Post សរសេរបានរៀងដូចជាស្រួលយល់ចាំបាទខ្ញុំដកសងអត្ថបទនោះមកជំរាបជូនប្រិមិត្តបាទបើតាមសេចក្តីរាយការណ៍របស់ Washington Post នោះគឺគាត់រាយការណ៍ផ្អែកទៅលើគេថារបាយការណ៍ដែលលោកប្រធានាធិបតីដាក់ទៅកន្លែងការិយាល័យពុនកយណាតែកន្លែងពុនសំណាក់ពុនកយពុនដារបស់សហរដ្ឋអាមេរិកនោះគឺបានដឹងថាក្នុងឆ្នាំ2025កន្លងមកនេះលោកប្រធានាធិបតី Donald Trump រកប្រាក់បានពីកណ្ដាប់សញ្ញា$2,000 លាន$2,200 លានជាងបាទដែលសារព័ត៌មានថាជាប្រវត្តិសាស្ត្រហើយមិនដែល
មានប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកណាដែលរកប្រាក់បានច្រើនដោយលោកប្រធានាធិបតី Donald Trump ទេហើយភាគច្រើនហ្នឹងគឺលុយបានមកពី crypto តែម្ដងបាទលុយ crypto ដែលទីផ្សារដែលគាត់ទិញវិនិយោគអីហ្នឹងបែបបានច្រើនក្នុងពេលកន្លងមកអាណត្តិទី1ហ្នឹងគឺបាទមានដែរប៉ុន្តែមានចំណូលមិនជាច្រើនអញ្ចឹងទេនៅឆ្នាំ2019ពេលដែលគាត់ចូលបានមកអាណត្តិដំបូងណាមួយឆ្នាំដំបូងអាណត្តិទី1ឆ្នាំដំបូងគឺបានតែ$440 លានទេបាទឥឡូវនេះឆ្នាំទី1អាណត្តិទី2នេះ$2200 លានបាទគាត់រកបានច្រើនណាស់បាទហើយនៅឆ្នាំ2024ពេលដែលលោកមិនទាន់ឡើងកាត់តំណែងជាប្រធានាធិបតីឡើងវិញហ្នឹងគឺលោករកបានតែប្រហែលជាង$600 លានទេក្នុងមួយឆ្នាំបានមកពីចំណូលពីសន្តាគារអចលនទ្រព្យហើយនឹង gold cost ដែលវាកូនរបស់លោកហ្នឹងតែឥឡូវនេះគឺលោកបានលុយច្រើនតែម្ដងបាទតាមរយៈការវិនិយោគទៅលើប្រព័ន្ធ crypto បាទគឺច្រើនរហូតដល់$1.6000 លានបាទអញ្ចឹងនេះគ្រាន់តែព័ត៌មានខ្លីទេគឺជម្រាបជូនប្រិយមិត្តតែប៉ុណ្ណឹងបើយោងតាមការប្រកាសឯកសារដែលលោកប្រធានាធិបតីប្រកាសគឺលោករកបានប៉ុណ្ណឹងហើយមានព័ត៌មាន